ចម្រើនពលលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនៅលើ Channel YouTube មួយនេះនៅក្នុងវីដេអូថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកសិក្សានិងស្វែងយល់ឲ្យកាន់តែលម្អិតអំពីរបៀបសរសេរកូដ loop នៅក្នុងភាសា C# ដោយផ្អែកលើមេរៀនដែលយើងបានសិក្សាជាមួយគ្នាជាដំបូងនៅក្នុង main method នៃកម្មវិធីរបស់យើងចាប់ផ្ដើមដោយការប្រើប្រាស់ console.writeline ដើម្បីបោះពុម្ពចំណងជើងថា uppercase name បន្ទាប់មកយើងប្រកាស string array មួយឈ្មោះថា names ដែលផ្ទុកទិន្នន័យឈ្មោះចំនួន3គឺ Dara Sokha និង Vanna ដើម្បីឆ្លងកាត់ទិន្នន័យឈ្មោះទាំងនេះយើងមិនប្រើប្រាស់លិបធម្មតានោះទេប៉ុន្តែយើងបានប្រើប្រាស់មុខងារ array.forEach ដែលជាវិធីសាស្ត្រមួយយ៉ាងខ្លីនិងមានប្រសិទ្ធភាពខ្ពស់នៅខាងក្នុងនោះយើងប្រើប្រាស់ lambda expression គឺ x នាំឲ្យដោយ x តំណាងឲ្យភាគនីមួយៗនៃ array យើងហៅ method x.toUpper ដើម្បីបំផ្លាញរាល់អក្សរតូចៗឲ្យទៅជាអក្សរធំទាំងអស់រួចបង្ហាញនៅលើអេក្រង់ console.writeline នេះជាការបញ្ចប់ផ្នែកទី1យ៉ាងចូលមកដល់ដំណាក់កាលទី2គឺយើងសិក្សាអំពីទិន្នន័យលេខគូដោយប្រើប្រាស់ LIN ជាដំបូងកម្មវិធីនឹងបង្ហាញអក្សរចំណងជើងថា link event number តាមរយៈ console.writeline បន្ទាប់មកយើងបង្កើត in array មួយឈ្មោះថា numbers ដែលផ្ទុកទិន្នន័យលេខរៀងចាប់ពីលេខ1រហូតដល់លេខ10សំខាន់គឺនៅត្រង់បន្ទាត់កូដ var event com numbers របស់ java x នាំឲ្យ x ចែកនឹង2ស្មើស្មើ0កូដត្រង់ពាក្យថាកត់វានេះគឺមានតួនាទី filter មើលលេខ x នីមួយៗនៅក្នុង array បើលេខណាដែលចែកនឹង2ហើយសល់សំណល់0វានឹងចម្រោះយកតែលេខនោះមករក្សាទុកក្នុង array event បន្ទាប់ពី filter បានលេខគូរួចរាល់ហើយយើងប្រើប្រាស់ for each loop ដើម្បីទាញយកតម្លៃ n នីមួយៗនៅក្នុងបណ្ដុំលេខគូ event នោះមកបោះពុម្ពបង្ហាញនៅលើអេក្រង់ console.writeline n ម្ដងមួយជួររហូតអស់ទិន្នន័យនៅដំណាក់កាលទី3ចុងក្រោយនេះយើងមានកូដពីរផ្នែកតូចៗបន្ថែមទៀតផ្នែកដំបូងគឺ conditional ដែលយើងមាន int array ឈ្មោះថា number 1 ផ្ទុកទិន្នន័យលេខ1លេខ2លេខ3លេខ4លេខ5និងលេខ6យើងប្រើប្រាស់ array.forEach រួចបើក curly braces ដើម្បីសរសេរកូដលក្ខខណ្ឌ if statement នៅខាងក្នុង loop លក្ខខណ្ឌឯកនឹងចែកទៅថាបើ x ចែកពីស្មើ0វានឹងបង្ហាញលេខនោះឬរួមផ្សំជាមួយ string interpolation ថា event បន្តមកទៀតគឺផ្នែក square numbers ដែលយើងមាន int array ឈ្មោះថា numbers 2ផ្ទុកលេខពី1ដល់5យើងប្រើ array.forEach ជួរ data មួយយ៉ាងខ្លីដើម្បីយកលេខ x គុណឲ្យ x ដែលជាការរកតម្លៃការ៉េនៃលេខរួចបោះពុម្ពលទ្ធផលចេញមកភ្លាមនៅចុងបញ្ចប់នៃកម្មវិធីយើងប្រើ console write line បង្ហាញពាក្យថា press any key to exit ហើយប្រើ console line ដើម្បីផ្អាកអេក្រង់រងចាំការចុចរបស់អ្នកប្រើប្រាស់សង្ឃឹមថាវីដេអូបញ្យល់គាត់ទាំង3ដំណាក់កាលនេះនឹងផ្ដល់ផលប្រយោជន៍ដល់មិត្តរួមថ្នាក់ទាំងអស់គ្នាសូមកុំភ្លេចចុច like ចុច share និងចុច subscribe ម្នាក់មួយផងណាសូមអរគុណនិងជម្រាបលា